សូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនជាទីគោរពស្លាញ់រាប់អានខ្ញុំបាទសូមជម្រាបជូនផងដែរថានាថ្ងៃទី11 12 13ខែមិថុនាឆ្នាំ2025នេះនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំកម្មវិធីមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ2025ក្រោមប្រធានបទទំពាំងស្នូលឫស្សីហើយសម្រាប់កម្មវិធីនេះផងដែរក៏មានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គម Facebook Page ផ្លូវការរបស់នាយកដ្ឋានសិល្បៈទស្សនីយភាពដូចជា Page ផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរហើយសម្រាប់ពេលវេលានៃការផ្សាយផ្ទាល់នោះគឺចាប់ពីម៉ោង 2 រសៀលតទៅដូច្នេះសូមពុកម៉ែបងប្អូនក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងទាំងអស់ចូលរួមជួយចុច like ជួយ share កម្មវិធីនេះឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឲ្យបានឃើញទាំងអស់គ្នាហើយនៅក្នុងកម្មវិធីមហោស្រពចាប៉ីនេះគឺមានកម្មវិធីជាច្រើនហើយកម្មវិធីដែលផ្លែកជាពិសេសគឺបានលើកស្ទួយនៅទម្រង់ចាប៉ីដងវែងដែលបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO កាលពីថ្ងៃទី30 ខែវិច្ឆិកាឆ្នាំ2016សង្ឃឹមថាពុកម៉ែបងប្អូនក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាចូលរួមជួយលើកស្ទួយនិងគាំទ្រនៅវិស័យសិល្បៈវប្បធម៌បុរាណជាតិកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូបបាទសូមអរគុណ